គ្រាន់តែចេញទម្រង់មកនឹងតែសាច់ខ្លាញ់ទៀតហើយបាទនេះគឺជា iPhone 15 Pro Max ដែលបញ្ហាហ្នឹងគឺនេះអេក្រង់បើកមិនចេញហើយតួហ្នឹងក៏បែកខ្ទេចទៀតបាទសរុបរួមទៅនឹងសល់តែម៉ាស៊ីនបាទទូរស័ព្ទហ្នឹងកាមេរ៉ាមុខក៏លែងចេញទៀតបាទហើយបើកាមេរ៉ាក្រោយនៅចេញគ្រាន់ថាវាដើរទៅស្រួលទៀតបាទហ្នឹងហើយដោយសារតែបែកខ្លាំងពេកប៉ុន្តែប្រើបានអត់អីទេគាត់ដូរតាកាមេរ៉ាមុខតួហើយនឹងអេក្រង់បាទយកទៅប្រើវិញបានហ្នឹងហើយអញ្ចឹងយើងធ្វើការកោះបាទយើងធ្វើការកោះដើម្បីរុះរើយកគ្រឿងវាបាទរុះរើហ្នឹងគឺយើងយកម៉ាស៊ីនបាទយកម៉ាស៊ីនហើយនឹងថ្មយកមកដាក់តួថ្មីទៅគឺអូខេហើយបាទអញ្ចឹងយើងធ្វើការតេស្តបាទយើងធ្វើការតេស្តហ្នឹងគឺយកអេក្រង់មួយទៀតមកដើម្បីតេស្តមើលថាម៉ាស៊ីនហ្នឹងនៅដំណើរការឬក៏អត់ចឹងណាអញ្ចឹងគាត់ឲ្យយើងដោតបាច់មកចេញថ្មពិលមកគ្រាប់មកកដាលអេក្រង់កញ៉ែនបាទអញ្ចឹងអានេះគឺសង្ឃឹមថាជើងលេខគឺស៊ីលុយហើយបាទអញ្ចឹងយើងធ្វើការកោះមកបាទធ្វើការឆ្កឹះយកអេក្រង់នឹងចេញវិញមករួចហើយយើងធ្វើការដោះម៉ាស៊ីនហ្នឹងដើម្បីយកទៅដាក់នៅលើតួផ្សេងទៀតបាទការកោះនេះដែរបងប្អូនមើលទៅច្បាស់ណាស់ថាជាងមើលជំនាញដល់ហើយបាទតាមពិតមិនមែនទេណាអានេះគឺខ្ញុំខាវីដេអូរៀងញាប់ទេបាទតាមពិតតែយើងធ្វើមួយដើម្បីជៀសវាងការសងបាទបើសិនជាច្បាស់ពេកញាប់ពេកសងគេឡើយបាទងឹតមុខឆឹងដល់លើហ្នឹងបាទអញ្ចឹងយើងធ្វើការរុះរើគ្រឿងបាទគ្រប់ប្រមាណកន្លែងដែលសំខាន់ហ្នឹងគឺយើងកោះយកឲ្យអស់មកបាទរុះរើយកទៅដាក់ផ្ទះថ្មីបាទដូចយើងរើផ្ទះអញ្ចឹងបាទរុះរើមកអស់ហើយបាទមិនចោលទេស្អីយើងយកមកអស់បាទតែសម្រាប់តួស៊ីនរបស់វានេះគឺវាមានបាទវាមានអង្តែនមានអីនៅជាប់នៅនឹងស្រាប់អញ្ចឹងយើងយកតាបតយកតាថ្មហើយយកតាកាមេរ៉ាទៅបានហើយបាទបើជើងសាកអីគឺក៏មកជាមួយគ្នាដែរបាទបើភ្ញៀវគាត់ខ្លះគាត់ថាដូរទាំងជើងសាកតែហ្មងទៅបាទកុំឲ្យពិបាកថ្ងៃក្រោយអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការរុះរើចិត្តអស់ហើយបាទនេះតាមពិតទៅខាងក្រោមនេះมันចាំបាច់ត្រូវរុះរើអីទេតែយើងត្រូវការទាញថ្មបាទបើថាអត់រើអាហ្នឹងចេញទេទាញថ្មមិនចេញទេបាទយើងត្រូវការទាញដើម្បីឲ្យស្កុតវារត់មកឲ្យមុខវារត់មកត្រង់បាទអញ្ចឹងបាទស្រួលទាញឲ្យបងប្អូនចាំស្ដាប់សំឡេងបាទសំឡេងនិយាយថាពីព្រោះមែនតើបាទឃើញទេវាសូរឡើងផាច់តែម្ដងបាទសំឡេងនេះបាទអញ្ចឹងបាទប៉ណ្ណឹងគឺយើងយកថ្មបានហើយបាទខាងលើមិនបាច់ទាញទេយើងទាញក្រោមពីឆ្កឹះខ្វាច់មករបូតខ្វែលបាទអញ្ចឹងនេះគឺជាតួពណ៌ខ្មៅបាទយើងដូរភ្លុករសជាតិទៅដូរយកពណ៌ខ្មៅវិញដើម្បីកុំឲ្យថាប្រើពណ៌ titanium ពណ៌ natural titanium ហ្នឹងវាសាំភ្នែកពេកបាទអញ្ចឹងយើងដាក់ទៅពណ៌ខ្មៅវិញទៅបាទកុំឲ្យវាលក្ខណៈថាដដែលពេកបាទអញ្ចឹងយើងធ្វើការកឹបបាទកឹបខ្សែ wireless បាទ wireless ខ្នងក្រោយហ្នឹងជាមួយនឹងខ្សែ flash ខ្សែអីហ្នឹងគឺនៅជាមួយគ្នាបាទខ្សែមកខ្ចុំហ្នឹងណាបាទអញ្ចឹងយើងធ្វើការចាប់បាទចាប់ដាក់បតដាក់អីចូលទៅឃើញថាលឿនមែនតើអូតាមពិតទៅបើភ្ញៀវអង្គុយចាំអង្គុយរៀងដាច់បាយដែរនោះបាទខ្ទង់2ទៅ3ម៉ោងដែរបាទហើយបន្ទាប់មកទៀតនេះគឺយើងដាក់កាមេរ៉ាទៅបាទហើយមុននឹងដាក់គឺយើងសម្អាតអស់ហើយបាទសម្អាតដល់កន្លែងបន្លោះនៅជាប់តួហ្នឹងបាទកុំឲ្យវាមានចូលធូលីចូលអីផ្ដេសផ្ដាស់ផេះផង់ពេញហ្នឹងអញ្ចឹងបាទអញ្ចឹងយើងធ្វើការមូកាវបាទមូកាវចេញពីដានចាស់របស់គេហ្នឹងនៅសល់គ្រឿងស៊ីនចាស់ពីមុនមកបាទយើងមូចេញអស់មកដើម្បីធ្វើការបិទស្គុតថ្មីបាទរក្សាជំរាបទឹកឲ្យដូចដើមវិញណាបាទហើយបងប្អូនសួរថាបិទចឹងទៅជាប់ដូចបោះធីមឃុកអត់បាទតាមពិតទៅវាមិនមែនដូចដើម 100% ទេគាត់ថាវាប្រសើរជាងអត់ណាបាទបិទទៅជាប់ដែរនោះបាទខ្ញុំតេស្តសម្ពាធខ្យល់ទៅឃើញថាណែនចាស់តែម្ដងបាទអត់មានចេញខ្យល់ផ្លុំទៅចេញវូទេបាទអញ្ចឹងបន្ទាប់ពីហ្នឹងទៅយើងធ្វើការបិទស្គុតទៅលើថ្មម្ដងបាទយើងធ្វើការកិនថ្មហ្នឹងឲ្យវាស្មើបាទរួចធ្វើការបិទស្គុតថ្មចូលវិញទៅដើម្បីរុញវាស្មើដើម្បីដាក់ចូលតួទៅឲ្យវាស្មើដែរបើសិនជាយើងអត់ស្កត់អត់អីទេថ្មហ្នឹងគឺរៀងលមូលមកបន្តិចដាក់ទៅអត់ស្មើទេបាទអញ្ចឹងយើងធ្វើការកិនវាបន្ថែមពីលើទៅដើម្បីឲ្យវាហាប់ជាមួយនឹងសាច់តួឲ្យវាត្រង់ស្មើល្អអញ្ចឹងណាបាទហើយប៉ុណ្ណឹងទៅឃើញថាស្អាតចែហើយបាទប៉ុណ្ណឹងយើងធ្វើការដាក់បាទដាក់អេក្រង់ស៊ីនរបស់យើងចូលទៅនេះបាទអេក្រង់នេះថ្មីចាស់សូម្បីតែខ្ចក់អីគឺអត់មានឆ្កូតអីទេបាទនិយាយទៅលិតបានមកដល់បាទអញ្ចឹងយើងធ្វើការតេស្តទៅលើអេក្រង់របស់យើងដើម្បីmake sure ថាអេក្រង់យើងដើរស្រួលឬក៏អត់ smooth ឬក៏អត់ color វាមិនដែរអញ្ចឹងណាបាទ
ហើយបន្ទាប់ពីយើងតេស្តទៅឃើញថាយើងអាចទទួលយកបានហើយអេក្រង់ហ្នឹងបានយើងធ្វើការចាប់ចូលបាទណែមុខដល់កបាទអញ្ចឹងយើងធ្វើការកាប់យកតម្រងទៅបាទមិនបាច់និយាយច្រើនទេបាទហើយការកាប់នេះដែរមុននឹងកាប់យើងនេះធ្វើការបកស្កុតចេញស្អាតទៅមិនមែនកាប់លើស្កុតទេណាបាទហើយបន្ទាប់ពីបកស្កុតហើយយើងធ្វើការស្កត់បាទកាប់អេក្រង់ចូលទៅបាទហើយការកាប់នេះដែរមើលផងបាទប្រយ័ត្នតោងខ្ចៅមួយទៅគឺគ្រប់ទឹកតែម្ដងបាទអញ្ចឹងយើងធ្វើការដាក់ slot sim មូលខ្ចៅគូត2គ្រាប់ស៊ីលុយបាត់បាទបងប្អូនឮចឹងហើយចង់អ្នកម៉ាក់ comment ថាអូចង់ធ្វើជាងទូរស័ព្ទដែរហ្នឹងហើយតាមពិតទៅវាមានថ្ងៃដែរបាទវាមិនមែនចេះថាសាច់ខ្លាញ់រាល់ថ្ងៃទេបាទធ្វើអីក៏ដោយបាទអញ្ចឹងនេះតែមុខផ្សារទៀតឃើញថាមុខនៅតែអែមដដែលបាទអញ្ចឹងប៉ុណ្ណឹងគឺអែមស្រែមឲ្យបងប្អូនបាទនេះខ្ចីញ៉ាញ់នេះលិតបានហើយសួរគេទៅកាន់យកទៅសួរគេទៅថាទូរស័ព្ទមកដូរតួអត់មើលមិនដឹងទេមើលមិនដឹងថាដូរទេបើសិនជាយើងឆែក iMe ឆែក SN មកវាអាហ្នឹងគឺយើងមើលដឹងបាទវាចេញ result iMe ចេញមកគឺពណ៌វាប្រាប់ហើយ